មានសួរអ្នកគ្នាខ្ញុំបាទសុស្មីក៏ដូចជាសូមគោរពអញ្ជើញមកកម្មវិធីបនស្រាយរឿងម្ដងទៀតហើយអ្នកគ្នាបាទហើយនេះដែរយើងមកបន្តសាច់រឿង Vermeer in Gold ដែលជាភាគ4បន្តទៀតហើយមុននឹងចូលទៅដល់សាច់រឿងអ្នកទាំងគ្នាកុំភ្លេចចុច like subscribe ឲ្យខ្ញុំម្នាក់មួយផងតោះកុំឲ្យខាត់ពេលយូរយើងចូលទៅដល់សាច់រឿងយើងទាំងអស់គ្នាក្នុងភាគនេះបន្ទាប់ពីអូតូបានវាស់រៀងការអាចារ្យ Vermeer ហើយក៏ដូចជាគាត់ចំណាំថាអាចារ្យ Vermeer ចូលចិត្តអីអញ្ចឹងណាយើងមើលពីអតីតកាលរបស់សិស្សច្បងលេខម្ដងកាលពីនៅតូសិស្សច្បងលេខបានធ្វើពិធីហៅសាន់ជើនរបស់គេមកអញ្ចឹងណាឃើញថាហៅមកអត់ទាន់ចេញជារូបរាងទេចេញជាសុទ្ធទេប៉ុន្តែសុទ្ធធំខ្លាំងមែនតើដូចជាសុទ្ធនៃគ្រីតអញ្ចឹងហើយគេជាមិត្តភក្តិជាមួយអាចារ្យគ្រីតាមបន្ទូទូចមកម្លេះអាចារ្យគ្រីពេលហ្នឹងមានសាន់ជើនរបស់គេផ្ទាល់ខ្លួនមកហើយប៉ុន្តែអាសាហ្នឹងវានៅទូចឡើយអញ្ចឹងណាដល់ពេលអាចារ្យគ្រីឃើញពងរបស់លេខធំអញ្ចឹងគេក៏បានសប្បាយចិត្តក៏បាននិយាយថាអូយលេខពងធំដល់ពងធំគេនិយាយពងនេករាជមិនពងស្អីណាហើយលេខក៏បានឆ្លើយតបថាបាត់ពងខ្ញុំធម្មតាដែរហ្នឹងឃើញថាពីអ្នកពួកគេហ្នឹងកាលពីនៅទូស្និទ្ធស្នាលមួយឃ្លីខ្លាំងមែនតើហើយចំណាយអាចារ្យគ្រីវិញមើលទៅគួរឲ្យស្រឡាញ់ដែរពេលហ្នឹងហើយកាលមកដល់បច្ចុប្បន្នកាលវិញអាតូកំពុងដើរជាមួយអាចារ្យ Vermeer ទៅផ្សារអញ្ចឹងណាហើយឃើញថាអាចារ្យ Vermeer ចង់ញ៉ាំនំខ្លាំងមែនតើចង់ញ៉ាំនំចង់ញ៉ាំការ៉េមចង់ញ៉ាំរបស់ផ្អែមអញ្ចឹងណាអាចារ្យ Vermeer ចូលចិត្តហើយអាតូក៏បាននិយាយថាអូញ៉ាំអត់បានទេញ៉ាំច្រើនបានទេញ៉ាំច្រើនទៅយ៉ាត់ធាត់អាចារ្យ Vermeer មិននិយាយស្ដាប់ទេអូនចង់ញ៉ាំអូនអូនគឺជាក្មេងតូចអូនចង់ញ៉ាំហើយបើអាតូវិញអត់យល់ចេះអាចារ្យ Vermeer សោះតាមចិត្តគាត់តិចឯងអាតូឃើញអញ្ចឹងក៏បាននិយាយថាអត់អីទេអញ្ចឹងអាចារ្យញ៉ាំទៅតែយ៉ាធាត់អាចារ្យវិញលឺអញ្ចឹងសប្បាយចិត្តខ្លាំងមែនតើចាប់អាតូយកមកអោបក្រឹបលឺសូបុបអូអាចារ្យកុំធ្វើអញ្ចឹងអាចារ្យក៏អូបអាចារ្យកំពុងតែនិយាយគ្នាលេងសប្បាយក៏សើតែមានអាមួយនោះដើមម្ដងប្រាប់អានថូថាមានរឿងធំហើយមានរឿងធំមកអាតូឥឡូវនេះសិស្សច្បងលេខដូចជាមានខ្មោចចូលអញ្ចឹងអត់ដឹងថាមានអីកើតឡើងទេដល់វាយគេវាយអញពេលហ្នឹងហ្មងហើយថែមទាំងវាយអាចារ្យគ្រីទៀតឡើងខ្ទប់មិនក៏លៀតហើយឯងទៅមើលផងទៅអាតូលឺអញ្ចឹងហើយក៏បានទៅប្រូចយន្តមកហើយមើលទៅការសិស្សច្បងលេខវិញដូចជាបិសាចចូលខ្លួនអញ្ចឹងតែហ៊ានដឹងខ្លួនតិចអត់តិចអាចនិយាយបានថានៅចាំខ្លះអញ្ចឹងមានទេវាយសិស្សច្បងគ្រីឡើងខ្ទប់ហ្មងសំបីតានេះគ្រីរបស់គាត់ក៏ខ្ទប់ដែរហើយអាចារ្យគ្រីព្យាយាមដាស់ស្ទះឲ្យសិស្សច្បងលេខហ្នឹងងើបឡើងវិញប៉ុន្តែគ្មានទេដាក់យកមកធាក់យកពេលហ្នឹងសិស្សច្បងលេខក៏បានឌីលថាគឺជាមេក្រុមប៉ុណ្ណឹងដែរមិនក៏កាតម្លេះពេលហ្នឹងអាចារ្យ Vermeer ជាមួយអានតូក៏បានដកមកកន្លែងហ្នឹងហើយសិស្សច្បងលេខឃើញហើយក៏បានមានអារម្មណ៍ថាជុំដូចជាចង់វាយជាមួយអាហ្នឹងហើយព្រោះថាកាលមុនវាយចាញ់គេហើយសិស្សច្បងលេខអត់ទាន់ចេញរត់ទៅសិលអីស្រួលបួផងក៏ស្រាប់តែមានស្រីស្អាតម្នាក់កាន់ដាវមកកាប់ឆ្វាត់ដាច់ខ្ទេចយកតែម្ដងអាដុំថ្មហ្នឹងបែកខ្ទេចយកម្ដងហើយស្រីស្អាតសក់វែងឆបបឹមហ្នឹងមានឈ្មោះថាអេរ៉េណានេះគឺជាប្រធានថ្នាក់ក្នុងសាលារៀនហ្នឹងម្ដងហើយបើមានរឿងអាស្រូវរឿងយុទ្ធធម៌កើតឡើងគឺនាងនឹងចំមកព្រោះថានាងគឺជាប្រធានថ្នាក់ក្នុងសាលារៀនអូឌីហ្គាហ្នឹងហើយអូមើលទៅខ្ជូលខ្លាំងមែនតើឡើងគួរឲ្យស្រឡាញ់សក់សសិស្សច្បងលេខវិញចង់ចូលទៅចាប់ការទេតែក៏អស់កម្លាំងក៏ដេកស្លាប់នៅហ្នឹងទៅរីអាចារ្យគ្រីវិញឃើញថាចេះអញ្ចឹងតែបារម្ភមួយបងលេខណាព្រោះថាមិត្តភក្តិមួយគ្នាតាមបន្ទូចមកបន្ទាប់ពីហេតុការណ៍ហ្នឹងហើយសិស្សច្បងលេខក៏ត្រូវបានគេបញ្ជូនមកបន្ទីពេទ្យសម្រាប់យ៉ាងយូរអញ្ចឹងណារឿងក្តីមួយនេះដែរគឺជារឿងក្តីដ៏សម្ងាត់នៅក្នុងសាលារៀនហ្នឹងអញ្ចឹងហើយឥឡូវនេះគ្រូទាំងអស់គ្នាកំពុងរកវិធីដោះស្រាយអញ្ចឹងណាហើយចំណាយអាចារ្យគ្រីវិញករណីណាគាត់ដឹងទេតែករណីនេះគឺគាត់ខំខ្លាំងមែនតើព្រោះថាមកប៉ះពាល់ជាមួយសិស្សច្បងលេខហើយយើងងាកមកកាន់អាចារ្យ Vermeerជាមួយនឹងអាតូវិញឃើញថាញ៉ៃនេះអាចារ្យ Vermeerសុំទៅកាន់អាតូថាសុំចេញទៅក្រៅធ្វើតរៈផ្ទាល់ខ្លួនបន្តិចហើយមើលទៅជារឿងប្លែកព្រោះថាអាចារ្យ Vermeer អាចចាក់ចេញពីអាតូទេត្រូវធ្វើអាតូឆ្ងល់ខ្លាំងណាលីលឺអញ្ចឹងហើយសប្បាយចិត្តខ្លាំងមែនតើតអាតូទៅអានសភៅពីរនាក់តខ្ញុំរកអាកាសហ្នឹងយូរហើយមើលទឹកមាត់ហើយតាអាតូតណេដឹងតែលីលីសង្វាហ្មងតអាតូទៅអានសភៅនៅបន្ទប់ខ្ញុំមូលហេតុដែលអាចារ្យ Vermeer ចេញមកក្រៅសារតែគាត់ទទួលអារម្មណ៍ថាមានបិសាចនៅម្ដុំហ្នឹងអញ្ចឹងណាគាត់ក៏បានដើរតាមផ្លូវបិសាចនឹងរំដងដល់ពេលដើរពឹបទៅក៏ស្រាប់តែជួបជាមួយនឹងគ្រូសង្ហាអូនេះគឺជាសាន់ជើញរបស់អាតូតានេះគឺជាស្រីស្អាតបឹមហ្នឹងឯងតានេះមានតែរ៉ាអីដែរពេលនោះអាចារ្យ Vermeer ក៏បាននិយាយថងហ្មងថាឈប់សម្ដែងទៅយើងដឹងថាឯងគឺជាស្អីហើយព្រោះថាយើងធំក្លន់តាំងពីចម្ងាយមកម៉េះយើងមកនេះមិនចង់ធ្វើអ្វីទៅឯងទេតែគាត់ប្រាប់ថាកុំធ្វើអ្វីហួសពេកកុំអស់មនុស្សទទួលយកបានយើងទៅអើយអាចារ្យនិយាយឲ្យដើរទៅចេញហ្មងលោកគ្រូសង្ហាងលឺចុះក៏មានអារម្មណ៍ថាហាម៉ាវ៉ែនតាងឡើងខ្មៅហ្មងគេមានអារម្មណ៍ថាអាចារ្យ Vermeer ជាមិនមែនជាសត្វអញ្ជើញធម្មតាទេគឺជាសត្វអញ្ជើញលក្ខណៈបឹមសញ្ជើញលក្ខណៈបឹមលោកគ្រូសង្ហាងពេញចិត្តជាមួយនឹងសញ្ជើញបែបហ្នឹងខ្លាំងតែគាត់ចង់បានចែធ្វើជាសញ្ជើញខ្លួនឯងចឹងគាត់ក៏បានស្ទុះទៅចែ Vermeer ហើយចាក់ថ្នាំនោះបឹបយកហ្មងធ្វើចែ Vermeer មានអារម្មណ៍ថាចម្លែកខ្លាំងតែក៏បានហូនគ្រូសង្ហានឹងចាញ់ចឹងណាហើយក៏បាននិយាយថាហើយយកទៅអីគេបាញ់មកលើយើងមិនបាញ់ទៅអីគេមិនអញចាក់ថ្នាំអីគេ
ហេតុអីក៏រាងកាយយើងមានអារម្មណ៍ថាក្តៅខ្លាំងម្ល៉េះអាចបើមិនក៏ចាប់ផ្ដើមលុតចង្គង់ដល់ដែរក៏បានគាត់ថាអាថ្នាំមិញហ្នឹងមិនមែនវ៉ាក់សាំង COVID-19 ទេវាគាត់ជាថ្នាំអ្វីឲ្យក្រោយរាងកាយបោះចេះចាប់ផ្ដើមចេញផ្សែងពណ៌ខ្មៅៗចេញមកហ្មងរីអាតូវិញកំពុងអាសភៅជាមួយនឹងលីលាហ្នឹងក៏ស្រាមានអារម្មណ៍ថារៀងចម្លែកព្រោះថាដៃរបស់គេចែកផ្សែងខ្មៅៗចេញមកដែរហ៎ព្រោះថាអាចបើមានការឈឺចាប់គេក៏មានការឈឺចាប់ដែរផ្សែងខ្មៅៗហ្នឹងមិនមែនចេញតែដៃអាតូម្យ៉ាងទេមកចេញឡើងពេញសាលារៀនហ្មងទោះអានេះអាគ្នាគាត់ថាជុំមានអីកើតឡើងណាប្រទេសថាអេរណាក៏ចាប់ផ្ដើមចេញទៅការពារគេម្ដងតែក៏ស្រាប់តែមានយន់ស៊ីគីកាមីជាយន់ម្យ៉ាងដែលមិនអាចកុំឲ្យប្រទេសថាហ្នឹងចេញទៅអញ្ចឹងណាហើយងាកមកការចែវើមានវិញឥឡូវនេះចេញមកជុំយាអាថ្នាំហ្នឹងចាក់ទៅធ្វើឲ្យរាងកាយរបស់ចែផ្លាស់ប្ដូរយកម្ដងធ្វើឲ្យចែខ្លះជាបិសាចមានអាពីរនោះឡើងប៉ុណ្ណាហើយតាំងពីតិចស្លាបជើងដៃអីហ្នឹងធំទាំងអស់ឡើងធំមកគ្នាយើងហើយពេលហ្នឹងអាតូក៏បានដើរសម្ដៅទៅកាន់អាចែអញ្ចឹងណាហើយបើកលេចទៅមើលអាចែវិញជុំយាឥឡូវនេះគឺបាត់ការចងចាំរួយទាំងអស់យកម្ដងអាតូក៏បានសួរទៅកាន់លោកគ្រូសង្ហាថាលោកគ្រូកាត់អីហ្នឹងមិនបានអាចែវិញទៀតជាអញ្ចឹងពេលហ្នឹងដែរលោកគ្រូសង្ហាក៏បានបញ្ចេញអាភាពអាក្រក់របស់គេយកហ្មងគេបាននិយាយថាឥឡូវនេះយើងបានចាប់បិសាចដល់កាច់សាហាវមួយក្នុងដៃយើងហើយយើងបានតាក់ចង្វាក់គេហើយរីអាចែវិញឥឡូវនេះអាចគ្រប់គ្រងអារម្មណ៍របស់គេបានទេគេក្រាស់ពេញហ្នឹងយកម្ដងចង់ខាំមនុស្សអញ្ចឹងណាគ្រូសង្ហាក៏បាននិយាយបន្ថែមទៀតថាយើងធ្វើការពិសោធន៍ជាច្រើនខែហើយយកមនុស្សមកពិសោធន៍យកសត្វចិញ្ចឹមមកពិសោធន៍យ៉ាងច្រើនដងប៉ុន្តែមិនដែលបានដោយសារណាដល់កាច់សាហាវបែបនេះទេយើងនឹងយកបិសាចនេះធ្វើជារបស់យើងផ្ទាល់ខ្លួនចាប់ពីពេលនេះទៅបិសាចនេះជារបស់យើងហើយអាតូលឺចឹងហើយក៏បាននិយាយថាហាលោកគ្រូសង្ហាជាមនុស្សអាក្រក់មែនអត់អានេះមិនទាន់ដឹងទេប៉ុណ្្នឹងហើយមិនទាន់ដឹងទេលោកគ្រូសង្ហាក៏បាននិយាយថាត្រូវអើយយើងគឺជាមនុស្សអាក្រក់ហើយយើងគឺជាមនុស្សនៅពីក្រោយរឿងរ៉ាវនេះទាំងអស់ហើយយើងធ្វើបែបនេះគឺចង់កំទេចផែនដីនេះចោលមិនដែរដូចរឿងផ្សេងៗចឹងមនុស្សអាក្រក់ដែលចង់កំទេចផែនដីចោលហើយអាតូលឺហើយខឹងខ្លាំងតែគេក៏បានផ្ទុះកម្លាំងរបស់គេខឹងហ្មងយើងខឹងខ្លាំងកម្លាំងរបស់គេផ្ទុះចេញមកក៏មិនជួងកម្លាំងតែការអាចែវើមានយកម្ដងអាចែវើមានកំពុងគ្រប់គ្រងខ្លួនអាបានឥឡូវបានកម្លាំងអាតូគ្រប់គ្រងខ្លួនអាបានទៀតហើយពិបាកគ្រប់គ្រងក៏មិនតែធ្វើអាចង្វាក់នៅក្នុងដៃលោកគ្រូសង្ហាពេលនោះយ៉ាខ្ទេចយកម្ដងលោកគ្រូសង្ហាឃើញហើយហ៎មិនក៏ចង្វាក់របស់យើងខ្ទេចចឹងហើយចំណាចែវើមានវិញចង់សម្លាប់លោកគ្រូសង្ហានឹងចោលម្ដងរហូតទៅចាក់លោកគ្រូសង្ហានឹងវឹបក៏ប៉ុន្តែក្នុងគណៈពេលហ្នឹងអាតូដែលជាក្មេងល្អក៏បានរត់ទៅបាំងលោកគ្រូសង្ហានឹងវឹបដៃរបស់អាចែវើមានចាក់អាតូស៊ឹបឡើងអាតូផ្នែកធំមកព្រោះថាដៃជាប់ក្នុងធុងបាត់ហើយហ្នឹងអាចែវើមានកំពុងតែបាក់គ្រប់គ្រងខ្លួនឯងហ្នឹងឥឡូវនេះឃើញហើយការចឹងទៀតគាត់តែបាក់គ្រប់គ្រងខ្លួនឯងទៀតហើយនិយាយបានថាបាក់គ្រប់គ្រងខ្លួនឯងគឺអញ្ចឹងទៀតគឺគ្រប់គ្រងដាក់ស្បែកគុណដាក់ស្បែកគុណក៏កម្រោរាងកាយខ្លួនឯងទៅជារាងកាយមួយទៀតដែលសាហាវជាងនឹងទៀតរួចចូលទៅចាប់ពីការមកលោកគ្រូនឹងបន្តទៀតអញ្ចឹងណាហើយលោកគ្រូនឹងម៉ែគ្មានទេផ្លោករួញឲ្យផ្លោកក៏បាននិយាយថាអត់ទេជប់លេងមួយអត់សុបាយអីនៅពេលនឹងដាក់អាតូដែលជាក្មេងល្អហើយត្រូវលបួសនឹងក៏បានរត់ទៅអោបអាចែវើមៀដល់សួរឬសូឌូអោបចំចំណុចជីកចោលយ៉ាងហ្មងហើយក៏បាននិយាយថាកុំធ្វើចឹងអីចេត្រូវគ្រប់គ្រងខ្លួនឯងបានណាចែវើមៀខ្ញុំស្រឡាញ់ចេអាចែវើមៀឃើញចឹងហើយឥឡូវនេះចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងវិញបានណាគាត់ក៏ចាប់ផ្ដើមប្រែខ្លួនទៅជាធម្មតាវិញអាចែក៏បាននិយាយថាអាតូធ្វើអញ្ចឹងទៅអីមកបាំងធ្វើអីមិនប្រឡែងអាគ្រូនឹងវាងាប់ដែរអាហ្នឹងអាតូក៏បាននិយាយថាកុំធ្វើអញ្ចឹងអីចេខ្ញុំស្រឡាញ់ចេទោះបីជាខ្ញុំស្លាប់ទៅក៏ខ្ញុំចង់ឲ្យអាចេធ្វើជាមនុស្សអាក្រក់ដែរអាចេក៏បាននិយាយថាអត់ទេអាតូធ្វើរបួសខ្លាំងអាតូអាចនឹងស្លាប់អាតូក៏បាននិយាយថាអូអត់បញ្ហាទេរបួសប៉ុណ្ណឹងខ្ញុំផឹកតប៉ារ៉ាក៏បាត់ដែរផឹកប៉ារ៉ាបាត់និយាយលេងសាច់អីណែអ្នកគ្នារបួសគាត់ធំណាឡើងចោតដាច់ធុងហ្នឹងហើយយើងឃើញថាអាតូទៅមករឹងអញ្ចឹងម៉ែមិនតែគេត្រង់ជាមួយរាងកាយបានយូរទេគេក៏បានដួលទៅលើដៃចង់ដាច់ដង្ហើមយកម្ដងហើយចំណាចេវើមីអត់បលែអាតូស្លាប់អញ្ចឹងទេគេក៏បានលើកអាតូមកហើយថើបលើសូឌូដើម្បីបញ្ជូនកម្លាំងរបស់គាត់ទៅអាតូជាសះស្បើយវិញឃើញថាអាតូឥឡូវហ្នឹងជាសះស្បើយវិញហើយអារបួសហ្នឹងប៉ុន្តែយើងមើលទៅឡើងដល់ទាំងអស់ហ្នឹងអត់តន់ចប់ទេអាលោកគ្រូសង្ហាម្នាក់ហ្នឹងមានអារម្មណ៍ថាអត់សូវសប្បាយចិត្តទេនៅពេលអាតូស្លាប់ហើយរស់ឡើងវិញរីអាចាវើមីត្រឡប់មករីងកាយដើមវិញគេអត់សប្បាយចិត្តទេគេក៏បានយកអាថ្នាំចាក់ទៅកំពង់ក៏គេបឺខ្លះទៅជាបិសាចមួយដ៏ធំតែម្ដងទៅម៉ែឡើងប៉ុណ្ណាណៃហើយវាក៏បាននិយាយថាឃើញទេថ្នាំរបស់យើងខ្លាំងអត់យើងខំពិសោធន៍ថ្នាំហ្នឹងយូរណាស់មកហើយយកបិសាចច្រើនៗមករួមចូលគ្នាខ្លះជាថ្នាំមួយដ៏ខ្លាំងមែនទែនហើយយើងនឹងខ្លាំងជាអាចាវើមីរបស់ឯងទៀតហើយគ្មានតែអាចាវើមីគ្មានចាំយូរទេដើរតាំងស្រាតហ្នឹងហើយក៏បានដាក់អាលោកគ្រូនឹងមកដៃម៉ាំងគ្មានទេអារាងកាយវានឹងបែកចង់ខ្ទេចយកម្ដងវាក៏បានថាជុំកម្លាំងរបស់អាចាវើមីខ្លាំងដល់ថាហ្នឹងវាក៏បានយករាងកាយទូបវិដដកចេញពីរាងកាយធំហ្នឹងប៉ុន្តែមានអាចាគ្រីក៏បានចេញនាគរេរបស់គេដាក់ទៅកាន់អាលោកគ្រូហ្នឹងម្ដងដាក់ប៉ាំងអញ្ចឹងណាអាចាវើមីក៏បានហក់មកដាក់ថែមឬសូពុងទៀងខ្ទេចអស់លីងធ្វើឲ្យលោកគ្រូសង្ហាងធ្លាក់មកក្រោមហើយចាប់ផ្ដើមប្រែទៅជារាងកាយដើមវិញមើលទៅដូចជាអស់ធម្មពលក្នុងការតស៊ូឯងរីអាតូវិញគេភ្ញាក់ឡើងគេក៏មានអារម្មណ៍ថារបួសរបស់ខ្ញុំបាត់ទៅណាបាត់ហើយខ្ញុំចង់មានរបួសទៀត
នេះចង់មានលបួសទៀតអីណាហើយលីលីឃើញចឹងអូនសប្បាយចិត្តខ្លាំងតែអូនក៏បានមកអោបទៅហើយយើងក៏លែងមកមើលប្រធានថ្នាក់សក់សវិញឥឡូវនឹងចាប់ការជាមួយអាយន់ស៊ីគីកាមីនឹងហើយព្រោះតែលោកគ្រូសង្ហាងចាញ់ក្រុមដៃវើមៀលហើយអញ្ចឹងទៅអាយន់វាមិនសូវសាក់សក់អីទេអាតូក៏បាននិយាយមើលចៅវើមៀលមើលតែចៅវើមៀលមករំថាដូចជាខុសមិនទេព្រោះតែគាត់បានប្រែកន្លែងទៅជារៀងកាយដើមមកគាត់បានសុំទោសទៅការអាតូខ្លាំងមែនតើអាតូក៏បាននិយាយថាអត់អីទេរឿងហ្នឹងកន្លងផុតហើយហ្នឹងហើយរឿងចប់ដល់ល្អថែមទៀតអាចេះបាយសុំទោសខ្ញុំណាអាចេះជួយជីវិតខ្ញុំហ៎តែទោះជាយ៉ាងណាក៏ដោយអាចើវើមៀលមករំថាខុសជាមួយនឹងអានតូអញ្ចឹងព្រោះតែគាត់បានជួយអាតូដល់ប្រើកន្លែងធាតុរបស់គាត់ដើម្បីបង្កើតជាអវយវៈដើម្បីបង្កើតជាបេះដូងមកអញ្ចឹងណាបេះដូងពងដាគឺជាបេះដូងរបស់បិសាចទេហើយបើសិនជាចេះវើមៀលស្លាប់អាតូក៏ស្លាប់ដែរអាតូឮចឹងរៀងសែតហើយក៏គិតត្រឡប់វិញថាចុះបើខ្ញុំស្លាប់អាចេះតាអាចេះនឹងស្លាប់ដែរមែនអាចេះវើមៀលក៏បាននិយាយថាវាអត់ខុសគ្នាទេបើសិនជាអាតូស្លាប់គាត់ក៏អាចនឹងស្លាប់ដែរអាតូឮចឹងសែតខ្លាំងមែនតើគាត់ក៏បាននិយាយថាខ្ញុំគឺជាមនុស្សរស់មិនបាន100ឆ្នាំផងហ្នឹងហើយចេះគឺជាបិសាចរស់បានរាប់ពាន់ឆ្នាំណោះហើយបើមិនជួយខ្ញុំបែបនេះទៅវិញហើយហេតុផលយើងដឹងមកពីអាចេះស្រឡាញ់ហ្នឹងអាចេះក៏ស្រឡាញ់អាតូហើយងាយមកកាន់លោកគ្រូសង្ហាវិញឥឡូវនេះអត់ទាន់ស្លាប់ទេតែក៏ត្រូវបានប៉ូលីសចាប់យកទៅសាកសួរចម្លើយក៏ដូចជាធ្វើតរណកម្មអីចឹងទៅហើយងាយមកកាន់អាសិស្សច្បងលេខវិញឥឡូវនេះក៏បានដឹងខ្លួនឲ្យធូរខ្លះដែរហើយសិស្សច្បងគ្រីគឺនៅមើលថែកន្លែងហ្នឹងយកម្ដងឃើញថាក៏អាក្រក់ប៉ុន្តែក៏គួរឲ្យស្រឡាញ់យ៉ាងដែរហើយជារៀងរាល់ថ្ងៃអាតូជាមួយអាចេះវាមានក៏បានប្រើជីវិតធម្មតាទៅរៀននៅជាមួយនឹងគ្នាអីអញ្ចឹងណាហើយពេលយប់ឡើងក៏តែងតែផ្លាស់ប្ដូរកម្លាំងធាតុជាមួយគ្នាអីទៅមកអញ្ចឹងណាឌូគឺបើជារៀងរាល់ថ្ងៃម្ដងហើយអូខេខ្សែរឿងភាគ4របស់យើងគឺត្រូវបានបញ្ចប់ត្រឹមហ្នឹងណាអ្នកគ្នាណាសូមជូនពរទៅកាន់អ្នកគ្នារស់ស៊ីមានបានសុខភាពល្អទាំងអស់គ្នាសូមអនុមោទនាបាយបាយ